អរគ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីអាហារសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមដែលគួរជ្រើសរើសក្នុងជីវិតប្រចាំថ្ងៃសម្រាប់អ្នកទឹកនោមផ្អែមអាហារដែលល្អមិនមែនមានន័យថាត្រូវអត់បាយទាំងស្រុងនោះទេសំខាន់គឺជ្រើសរើសអាហារឲ្យបានត្រឹមត្រូវនិងញ៉ាំឲ្យមានតុល្យភាពតើគួរជ្រើសរើសអាហារអ្វីខ្លះដែលធ្វើឲ្យជាតិស្ករនៅក្នុងឈាមរបស់យើងមានតុល្យភាពនិងមិនឲ្យមានបញ្ហាចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាប្រចាំសូមអរគុណសម្រាប់ការគាំទ្រជាតិស្ករយើងគួរជ្រើសរើសបន្លែឲ្យបានច្រើនដូចជាផ្កាខាត់ណាខៀវត្រសក់ស្ពៃបន្លែស្លឹកបៃតងនិងបន្លែដែលមិនមានម្សៅច្រើនគួរញ៉ាំបន្ថែមនូវប្រូតេអ៊ីនល្អដូចជាត្រីសាច់មាន់ស៊ុតឬតៅហ៊ូចំណែកអាហារម្សៅដូចជាបាយមីនំប៉័ងគួរញ៉ាំក្នុងបរិមាណមធ្យមមិនច្រើនពេកត្រូវកាត់បន្ថយភេសជ្ជៈផ្អែមដូចជាតែទឹកដោះគោផ្អែមកាហ្វេផ្អែមនិងបង្អែមដែលមានជាតិស្ករច្រើនជំនួសមកវិញនៅការផឹកទឹកស្អាតឬភេសជ្ជៈដែលមិនមានជាតិផ្អែមត្រូវចាំថាអ្នកមានជំងឺទឹកនោមផ្អែមអាចញ៉ាំបានច្រើនមុខប៉ុន្តែត្រូវគ្រប់គ្រងបរិមាណនិងជ្រើសអាហារឲ្យបានឆ្លាតវៃសូមអរគុណ